បន្ទាប់ពីបានធ្វើដំណើរមកដល់មូភេលីងក៏បានធ្វើការគោរពទៅកាន់ហាន់លីផងដែរហើយហាន់លីក៏បានសួរមូភេលីងគឺយើងខានជួបគ្នាយូរណាស់មកហើយខ្ញុំបានបិទធ្វើវឹកហាត់អស់រយៈពេល20ឆ្នាំក៏ប៉ុន្តែមិនដឹងតទៅសោះថាខ្ញុំគឺយកក្មេងស្រីម្នាក់ធ្វើជាភរិយាដើម្បីបញ្ចប់កិច្ចសន្យាពីពពាបន្ទាប់ពីហាន់លីថាបញ្ហាមួយនេះវាគឺពិតជាមិនល្អនោះទេនាងក៏បាននិយាយផងដែរថាបញ្ហាទាំងនេះកើតឡើងដោយសារតែខ្លួនរបស់នាងដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់រៀមច្បងនឹងគឺខូចខាតដូច្នេះនាងក៏បានយកប្រុសឲ្យហាន់លីទៅដាក់ទោសនាងទៅចុះស្ដាប់លឺអញ្ចឹងហាន់លីក៏បាននិយាយថាកេរ្តិ៍ឈ្មោះស្អីនោះនៅការបញ្ចូលបដិវងនាងក៏បានថែទាំគេនៅសួនអសតដែរហើយខ្លួនរបស់គេនឹងក៏បានលាក់កម្លាំងអស់ជាច្រើនឆ្នាំទៀតឥឡូវនេះអ្នកខាងក្រៅកំពុងតែនិយាយដើមខ្ញុំគិតថានាងក៏បានដឹងរឿងនេះដែរដូច្នេះហើយអ្វីដែលហាន់លីអាចធ្វើបាននៅពេលនេះគ្រាន់តែទទួលយកវាដើម្បីកុំឲ្យគ្រប់គ្នានឹងគិតថាព្រឹត្តិការណ៍កម្រិតទី4ថ្មីថ្មោនឹងសូម្បីតែស្រីម្នាក់នឹងក៏មិនអាចការពារបានដែរស្ដាប់សម្ដីរបស់ហាន់លីចំនាងក៏បាននិយាយផងដែរថាកំហុសគឺមកពីនាងសូមឲ្យរៀមច្បងនឹងដាក់ទោសទៅចុះនាងគឺបានត្រៀមខ្លួនរួចទៅហើយកំពុងតែលុតជង្គង់ក្រាបសំពះទៅកាន់ហាន់លីតែហាន់លីក៏មិនឲ្យនាងធ្វើអញ្ចឹងនោះដែរបន្ទាប់ពីប្រាប់ថាអំពូលចាប់ទាញនាងឡើងមកលើវិញហើយហាន់លីក៏បាននិយាយថាគេគឺមានជំរើសពីរដើម្បីឲ្យនាងជ្រើសរើសដែលជំរើសទី1ហាន់លីបានឲ្យនាងធ្វើជាអ្នកក្រមបង្គាប់របស់គេចូលរួមជាមួយនឹងកម្ពុជាភ្នំឈិងជូបើទោះបីជាខ្លួនរបស់គេមិនដែលទទួលសោះក៏ដោយប៉ុន្តែគេសុខចិត្តណែនាំនាងអំពីផ្លូវនៃការវឹកហាត់តែលក្ខខណ្ឌក៏នៅតែមានហាន់លីនឹងធ្វើការដាក់កម្រិតទៅលើនាងដើម្បីការពារកុំឲ្យនាងលាតត្រដាងអាចកំបាំងរបស់ខ្លួនដោយចៃដន្យចំណែកជំរើសទី2វិញហាន់លីក៏អត់ទាន់បាននិយាយនឹងដែររៀបនឹងនិយាយមូភេលីងនាងក៏បាននិយាយកាត់ថានាងគឺនឹងជ្រើសរើសយកជំរើសទី2ស្ដាប់លឺអញ្ចឹងហាន់លីក៏បានសួរថាប្រកាសដែរអត់បើសិនជានាងជ្រើសរើសជំរើសទី2ឋានៈជាភរិយាប្រកាសជាត្រូវបានផ្សព្វផ្សាយជាសាធារណៈឥឡូវនេះគឺនាងអាចផ្លាស់ប្ដូរចិត្តវាបានលឺហាន់លីឲ្យគិតម្ដងទៀតមូភេលីងក៏បាននិយាយថាមូភេលីងគឺរស់នៅក្នុងបកនេះគឺតាំងពីក្មេងបានខិតខំនៅក្នុងការវឹកហាត់ស្មានីមួយៗនៅភ្នំធានានេះគឺសុទ្ធតែជាគ្រួសាររបស់មូភេលីងការមើលងាយរបស់អ្នកដទៃនៅក្នុងទស្សនៈរបស់មូភេលីងគឺមិនស័ក្តិសមនឹងនិយាយពីវានោះទេក៏ប៉ុន្តែតាមបញ្ជារបស់តកូគ្រាន់តែចង់ឲ្យនាងគឺរៀបការដើម្បីចង់សម្ព័ន្ធភាពជាមួយនឹងបរិសុទ្ធដែលនាងមិនដែលស្គាល់ហើយចំណាយពេលអស់មួយជីវិតជាមួយនឹងបរិសុទ្ធដែលនាងមិនដែលស្រឡាញ់តតែសោះហើយគ្រាន់តែគិតអំពីវាខ្លួននាងក៏គ្មានសេរីភាពនោះដែរในការពីមុនជាមួយរៀមច្បងរស់នៅលើកំពូលភ្នំធានានអស់ជាច្រើនឆ្នាំនេះគឺជាអ្វីដែលមូភេលីងគឺមិនអាចបំភ្លេចបាននោះទេហើយសេរីភាពបែបនេះគឺជាអ្វីដែលមូភេលីងនាងគឺចង់បានបំផុតហើយដរាបណាហាន់លីគឺមិនដេញនាងឲ្យចេញទៅឆ្ងាយនោះទេខ្លួននាងសុខចិត្តនឹងដាក់កម្រិតមីញៀននៅក្បែរហាន់លីបំរើហាន់លីស្វែងរកមាគ៌ាបន្ទាប់ពីស្ដាប់ហើយហាន់លីក៏បានដកដង្ហើមធំផងដែរគិតថាគឺជាសេរីភាពមែននោះទេរឿងរ៉ាវនៅលើលោកីគឺមិនដូចគ្នានោះទេប៉ុន្តែអ្វីដែលមនុស្សស្វែងរកគឺសុទ្ធតែស្រដៀងគ្នាបន្ទាប់ពីហាន់លីសេចក្ដីគិតអស់មួយរយៈហាន់លីក៏បាននិយាយផងដែរថាល្អឥឡូវគឺខ្ញុំនឹងយល់ព្រមជាមួយនឹងនាងបន្ទាប់ពីដើរមកក្បែរហាន់លីក៏នៅតែបន្តនិយាយទៀតថានាងមកតាមខ្លួនរបស់គេហើយព្យាយាមស្វែងរកសេរីភាពដែលនាងចង់បានលឺចឹងនាងក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែននិយាយថាអរគុណរៀមច្បងដែលបានបំពេញបំណងហើយហាន់លីក៏បានបញ្ចេញនៅស្លាកសញ្ញាក៏ដូចជាទឹកថ្នាំមួយដបនិយាយថាចំពោះកន្លែងស្នាក់នៅគឺនាងអាចជ្រើសរើសកន្លែងមួយនៅភ្នំក្បែរផ្កាយនេះបន្តប្រាប់ទៀតថាខ្លួននាងគឺអាចហៅគេថាលោកម្ចាស់ទៅគឺដោយសារតែគេទៅតែអាយុ200តែប៉ុណ្ណោះដូច្នេះហៅរៀមច្បងវាដូចជាចាស់ពេកកាត់វេលាមួយថ្ងៃក្រោយលីងឡុងនាងក៏បាននិយាយផងដែរថាលោកម្ចាស់គឺពិតជាមានចិត្តសប្បុរសមែននៅគិតចង់ផ្ដល់សេរីភាពឲ្យនាងទៀតអ្នកខាងក្រៅប្រកាសជាគិតថាលោកម្ចាស់គឺចង់បានសម្រស់របស់នាងឬមួយក៏បង្កើតស្ងៀមស្ងាត់ដើម្បីវឹកហាត់តែ2នាក់មុននឹងយកនាងធ្វើជាភរិយាលឺអញ្ចឹងហាន់លីក៏បាននិយាយថាឲ្យពួកគេគិតទៅនេះបញ្ជាក់ថាអ្នកកម្រិតទី4ថ្មីថ្មោម្នាក់នេះគឺជាមនុស្សដែលមិនស្ដាប់ហេតុផលជាមនុស្សស្រាប់សាននិងមិនចេះយល់កាយអញ្ចឹងទៅដែលធ្វើឲ្យមនុស្សទាំងនោះប្រុងប្រយ័ត្នជាមួយនឹងខ្លួននិងមិនហ៊ានរំខានមកដល់ខ្លួននោះទេស្ដាប់ចប់នាងក៏បាននិយាយថាត្រូវហើយដូចជាលោកម្ចាស់អញ្ចឹងគឺជាអ្នកកម្រិតទី4ថ្មីដែលមានមុនស្នេហ៍ទៅតែមានឥទ្ធិពលជាងនេះទៅទៀតងាកមុខមកខាងហៅហាន់លីមកក្បែរបន្តនិយាយទៀតថាលោកម្ចាស់គឺពិតជាចិត្តតែជាអំពីខាងក្រៅតែចិត្តខាងក្នុងគឺពិតជាកក់ក្ដៅតែអញ្ចឹងគឺវាអាចអត់មានអ្វីមួយដាក់ការចងចាំរបស់លោកម្ចាស់វិញស្ដាប់ឮអញ្ចឹងហាន់លីក៏ពិតជាមានការហួសចិត្តហៅនាងមកចិត្តហើយក៏បានដាក់មកកញ្ញោបន្តវិស៊ីមកកញ្ញោហើយនាងក៏បាននិយាយផងដែរតែវាគឺពិតជាឈឺខ្លាំងណាស់ហើយហាន់លីនៅតែបន្តនិយាយថាវិញ្ញាណដែលឆ្លាតខាងពេកស័ក្តិសមនឹងបិទត្រាទុកបន្តសួរទៀតថាតើនាងគឺមិនចូលចិត្តមូភេលីងណាស់ទេមែនហើយនេះគឺជាមូលហេតុដែលធ្វើឲ្យលីងឡុងនឹងជួយនិយាយជំនួសទៅកាន់មូភេលីងដូច្នេះហើយកុំជំរុញរឿងរ៉ាវទាំងអស់មកដាក់លើខ្លួនរបស់គេលឺអញ្ចឹងលីងឡុងនាងក៏បាននិយាយថាមិនអាចថាចូលចិត្តនោះទេគ្រាន់តែថារយៈពេល20ឆ្នាំដែលហាន់លីចូលវឹកហាត់នឹងគឺមានតែនាងម្នាក់ប៉ុណ្ណោះដែលមកសួនអសុនម្ដងម្កាលហើយបូករួមនឹងចរិតលក្ខណៈរបស់នាងដែលធ្វើឲ្យលីងឡុងនាងផ្ទាល់នឹងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់តែឲ្យនិយាយមិនទៅការដែលមិនខ្វល់ពីអ្វីទាំងអស់ស្វែងរកតែសេរីភាពស្វែងរកតែជោគវាសនារបស់ខ្លួនឯងធ្វើឲ្យលីងឡុងនាងខ្លួនឯងនឹងគឺអាណិតអាសូរនាងខ្លាំងណាស់អារម្មណ៍អាណិតគឺវាបានផុសឡើងដោយមិនដឹងខ្លួនហើយពួកនាងគឺបានជជែកគ្នាយ៉ាងច្រើនមិននឹកស្មាននោះទេថាបង្កបញ្ហាដល់ហាន់លីទៅតែសោះបន្ទាប់ពីស្ដាប់ការរៀបរាប់របស់លីងឡុងហើយហាន់លីក៏មានការអាណិតអាសូរទៅកាន់នាងផងដែរបន្ទាប់ពីបានទៅអង្គុយចិត្តនាងហាន់លីនៅតែបន្តនិយាយថាគឺវាមិនអីនោះទេប៉ុន្តែលើកក្រោយគឺកុំធ្វើបែបនេះទៀតខ្លួនរបស់គេគឺនឹងធ្វើការដាក់កម្រិតទៅលើនាងហើយមិនឲ្យនាងដឹងអំពីអាចកំបាំងនៅក្នុងរោងភ្នំនៅពេលនេះនោះទេប៉ុន្តែប្រហែលឆ្នាំទៀតនាងប្រកាសជាអាចរកឃើញបរិសុទ្ធម្នាក់ឯងបន្តនិយាយទៅកាន់លីងឡុងម្ដងថាត្រូវហើយបញ្ហារបស់ឯងគឺឯងជាអ្នកដោះស្រាយដល់ពេលវេលាដែលសមស្របគួរតែបញ្យល់នាងឲ្យបានច្បាស់លាស់កុំឲ្យបង្កបញ្ហាមកដល់ខ្លួនរបស់គេទៀតរំលឹកអំពីការវឹកហាត់ឃើញតែហាន់លីក៏បានមកអានសភៅ
ហើយខ្លួនគេក៏បាននិយាយផងដែរថាក្បាច់ដាវនេះគឺមានចំនួន13ស្នៀតក៏ប៉ុន្តែបន្ទាប់ពីស្នៀតទី10ឡើងទៅខ្លឹមសាររបស់វាគឺត្រូវនៅអ្នកកម្រិតទី4នៃការវាមុនខ្លួនគេគឺមើលមិនយល់នោះទេវាហាក់បីដូចជានេះជាការការពារដើម្បីកុំឲ្យអ្នកវឹកហាត់គឺមានមហិច្ឆតាឈានចូលទៅក្នុងផ្លូវងងឹតក៏ប៉ុន្តែនៅពេលនេះហានលីក៏ឡើងដល់កម្រិតទី4ហើយដូច្នេះគេក៏បានបើកនៅសភៅមួយនេះឃើញថាមានសម្ោដាវជាច្រើនត្រូវបានបង្ហាញខ្លួនបន្ទាប់ពីបានឃើញអញ្ចឹងហានលីក៏បាននិយាយផងដែរថានេះគឺជាក្បាច់ដាវឆេងយ៉ាងហើយដើម្បីបង្ហាញឥទ្ធិពលដ៏មិនគួរឲ្យជឿរបស់វាយ៉ាងហោចក៏ត្រូវការដាវពន្លឺចំនួន100ជាងដែរដូច្នេះហានលីក៏បាននឹកឃើញអំពីវិជាដាវរស័យរបស់ខ្លួនថាវាគឺជាវិជាបំបែកដាវពន្លឺក្បាច់ដាវចំនួន72ដើមបូករួមជាមួយនឹងដាវបំផន់ចំនួន4ដើមទៀតវាបង្កើតបានទៅជាក្បាច់ដាវ360ដាវពន្លឺដូច្នេះអ្នកវឹកហាត់ក្រោមកម្រិតទី4ដំណាក់កាលដំបូងប្រកបជាមិនអាចរស់មានជីវិតបាននោះទេហើយបើបង្កើនកម្រិតវាកាន់តែខ្ពស់បង្កើតដាវពន្លឺកាន់តែច្រើននោះការសម្លាប់អ្នកកម្រិតទី4ដំណាក់កាលចុងក្រោយវាក៏មិនមែនជារឿងដែលមិនអាចទៅរួចនោះដែរហើយហានលីក៏បានគិតផងដែរថាបើសិនជាអាចវឹកហាត់វិជានេះដល់កម្រិតកំពូលគេប្រកបជាមិនត្រូវខ្លាចណាទេទូទាំងទ្វីបធីណាទាំងមូលក៏ប៉ុន្តែដើម្បីឲ្យវាមានការវាបហាដ៏ខ្លាំងបំផុតបែបនេះហានលីត្រូវការរបស់ជំនួយមួយចំនួនដែលនោះគឺជារបស់ដែលកម្របំផុតក្នុងការយកមកដាក់នៅដាវនីមួយៗដែលរបស់មួយនេះផងដែរមានឈ្មោះថាខ្លឹមសាររ៉ៃមាសស្អីគេខ្លឹមសាររ៉ៃមាសខ្លឹមសាររ៉ៃមាសគឺជាវត្ថុដ៏ល្បីល្បាញបំផុតនៅក្នុងពិភពអ្នកវឹកហាត់ត្រឹមតែមួយដុំតូចនោះទេវាអាចបង្កើនសមត្ថភាពអាវុធរបស់យើងគុណនឹង2ឯណោះវានេះពិតជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នកវឹកហាត់កំបិតក៏ដូចជាដាវហោះហើយពួកគេនឹងចាត់ទុកវាដូចជាជីវិតរបស់ពួកគេអញ្ចឹងតែហានលីរបស់យើងគឺមិនត្រូវការមួយដុំតូចនោះទេគឺត្រូវការចំនួនយ៉ាងច្រើនសឹកធំតែម្ដងព្រឹត្តិការណ៍ធានគុណនៅតែបន្តនិយាយថារបស់បែបនេះនៅក្នុងបករបស់យើងគឺពិតជាគ្មាននោះទេកំណត់គង់គូបែបនេះការផ្ដល់ឲ្យសិស្សធម្មតាវាក៏ពិតជាមិនអាចទៅរួចនោះទេប៉ុន្តែបើសិនជាហានលីចង់បានគាត់នឹងទៅសួរឲ្យនៅក្នុងសម្ព័ន្ធតាវឋានសួរទៅកាន់ឡុងហាននិងហ្វាងពេងឲ្យហានលីម្ដងដោយឃើញថាគាត់ដូចជាខ្លាំងៗហានលីក៏បានអរគុណទៅកាន់គាត់និងប្រនិបាននិយាយថាខ្លួនគេគឺនឹងចង់ចាំទុកតែព្រឹត្តិការណ៍ក៏បានតទៅវិញថាយ៉ាងបាយគួរសមអីនោះទេពួកយើងគឺជាគ្រួសារតែមួយនោះទេខណៈពេលកំពុងតែបើកទ្វារមករងនឹងចាក់ជីងឃើញថាព្រឹត្តិការណ៍លូលាស់ក៏បានមកដល់និយាយទៅកាន់ហានលីថាបងអូនហានក៏នៅទីកន្លែងនេះដែរខ្លួនគាត់គឺខំទៅរកហានលីដល់កន្លែងក៏ប៉ុន្តែមិនឃើញតទៅសោះតែនេះគឺជាអ្វីដែលយើងនឹងផ្ដល់ឲ្យទៅកាន់កញ្ញាមូភៃលីងដូច្នេះឲ្យហានលីនឹងយកទៅឲ្យនាងផងបន្ទាប់ពីផ្ដល់អីវ៉ាន់ឲ្យហានលីហើយគាត់ក៏បាននិយាយផងដែរតែខ្ញុំបានលើថាអ្នកទាំងពីរគឺនិយាយអំពីសម្ភារៈដ៏កម្រហើយអ្វីបានជាចូលចិត្តធ្វើឲ្យវារញ៉េរញ៉ៃខ្លាំងម្ល៉េះក្នុងរយៈពេល2-3ឆ្នាំបន្តក្រុងធានជីនឹងរៀបចំសន្និសីទមួយផ្លាស់ប្ដូរធានណាលើដំបូងដូច្នេះហើយអ្នកកម្រិតទី4ប្រកាសជាមកពីគ្រប់ទិសទីស្ដាប់លើអញ្ចឹងព្រឹត្តិការណ៍ធានគុណក៏បាននិយាយថាអូត្រូវហើយខ្ញុំមួយគឺពិភ្លេចឲ្យឆឹងតែព្រឹត្តិការណ៍លូលាស់នៅតែបន្តនិយាយទៀតថាសន្និសីទមួយនេះគឺពោពេញទៅដោយអ្នកកម្រិតទី4ដំណាក់កាលដំបូងទូទាំងទ្វីបធានណាទាំងមូលដូច្នេះវាជាកន្លែងដ៏ល្អបំផុតក្នុងការជួញដូរសម្ភារៈកម្រស្ដាប់ចាំព្រឹត្តិការណ៍ធានគុណក៏បាននិយាយម្ដងថាបើសិនជានៅក្នុងសន្និសីទផ្លាស់ប្ដូរពួកយើងនៅតែមិនអាចរកបានប្រហែលជាយើងត្រូវតែផ្សងសំណាងនៅនគរจีนដ៏ធំដែលគេនិយាយតគ្នានោះហើយក៏ប៉ុន្តែនៅក្នុងដំណើរវាក៏ពិតជាឆ្ងាយខ្លាំងណាស់គឺថាហានលីដូចជាមិនទាន់យល់ព្រឹត្តិការណ៍លោកក៏បាននិយាយផងដែរថាអាយ៉ាហានលីទៅតែបំបាយចូលដល់កម្រិតទី4ដំណាក់កាលដំបូងនោះទេមើលទៅហានលីប្រកបជាមិនទាន់ស៊ាំនឹងរឿងរ៉ាវដ៏ស្មុគស្មាញបែបនេះនោះទេអញ្ចឹងហើយទុកឲ្យពួកគាត់ទាំងពីរជាអ្នកបញ្យល់ទៅកាន់ហានលីលើអញ្ចឹងក៏បានអរគុណទៅកាន់ពួកគាត់ផងដែរដែលបានជួយណែនាំដូច្នេះអ្នកទាំង3ក៏បានចាក់ចេញទៅកន្លែងផ្សេងដើម្បីពិភាក្សាគ្នាតទៀតបន្ទាប់ពីធ្វើដំណើរមកដល់សារព្រឹត្តិការណ៍លោកក៏បានដកផែនទីមួយយកមកបង្ហាញបន្តនិយាយទៀតថាធានណាឥឡូវនេះកំពុងតែអ៊ូអរជាមួយនឹងបកនិងក្រុមតូចធំរាប់មិនអស់អ្នកវឹកហាត់ធម្មតាធ្វើដំណើរពេញមួយជីវិតអាចឃើញតែបន្តិចបន្តួចតែប៉ុណ្ណោះហើយខកខានរូបភាពពេញលេញហើយព្រឹត្តិការណ៍ធានគុណក៏បាននិយាយផងដែរថាត្រូវហើយអ្នកកម្រិតទី5ក៏ដូចជាមិនដែលបានបង្ហាញខ្លួននោះទេនៅក្នុងអាណាចក្រមួយនេះអ្នកវឹកហាត់កម្រិតទី4គឺជាកម្រិតកំពូលហើយនិយាយទៀតថាអ្នកកម្រិតទី4ដំណាក់កាលដំបូងនេះគឺជាកម្លាំងកំពូលរបស់បកហើយក៏ជាការធានានៅការឆ្ពោះទៅមុខរបស់បកដូចគ្នាហើយព្រឹត្តិការណ៍លូលាស់នៅតែបន្តនិយាយទៀតថាគឺមានសភាពសិទ្ធមួយបានលើកឡើងថាអ្នកនៅក្រៅកម្រិតទី4ដំណាក់កាលដំបូងគឺគ្រាន់តែជាសំណោចប៉ុណ្ណោះបើនិយាយទៅវាដូចជាអាក្រក់ស្ដាប់ប៉ុន្តែវាគឺជាការពិតដែលមិនអាចប្រកែកបាននិយាយទៅអ្វីដែលព្រឹត្តិការណ៍លូលាស់និយាយទៅកាន់ហានលីនឹងគឺមិនខុសនោះទេដោយសារតែកម្រិតនៅក្នុងរឿងហានលីនឹងគឺពិតជាធំខ្លាំងមែនទែន15កម្រិតនៅក្នុងរឿងហានលីគឺស្មើជាមួយនឹងកម្រិតទី18នៅក្នុងរឿងវ៉ាងលីនឯណោះព្រឹត្តិការណ៍ធានគុណក៏បាននិយាយថាឥឡូវនេះគឺដូចជាហានលីអញ្ចឹងដែរក្នុងនាមជាអ្នកវឹកហាត់កម្រិតទី4នៃបកវោរបស់យើងគឺអាចប្រើប្រាស់ធនធានទាំងអស់នៃបកទាំងមូលបន្តប្រាប់ទៀតថាភាពស្មុគស្មាញទាំងនេះបងអូនហានឯងគឺអាចស្វែងយល់វាបន្តិចម្ដងទៅហានលីនៅតែបន្តគិតព្រឹត្តិការណ៍លូលាស់នៅតែបន្តនិយាយថាត្រឹមត្រូវហើយបកវិក្រន់តែជាហេតុផលរបស់អ្នកវឹកហាត់កម្រិតទី4ថ្មីតែប៉ុណ្ណោះអ្នកវឹកហាត់កម្រិតទី4ថ្មីគឺសប្បាយរីករាយជាមួយនឹងអត្ថប្រយោជន៍ដែលទទួលបានអំពីធានណាទាំងមូលក៏ប៉ុន្តែអ្វីដែលពួកគេត្រូវបង់គឺជាការទប់ទល់ជាមួយនឹងការឈ្លានពានពីខាងក្រៅលើអញ្ចឹងហានលីក៏បាននិយាយថាមើលទៅនៅក្នុងចំណោមអ្នកវឹកហាត់កម្រិតទី4ដូចជាគ្មានឋានានុក្រមនោះទេអ្វីដែលអាចពឹងផ្អែកគឺលើតែដំណាក់កាលតែប៉ុណ្ណោះលូលាស់ក៏បាននិយាយថាត្រឹមត្រូវហើយកម្លាំងឥទ្ធិពលនិងសក្តានុពលវាក៏ពិតជាសំខាន់ខ្លាំងណាស់អ្នកដែលអាចមានឥទ្ធិពលនៅលើពិភពធានណាមានដូចជាអ្នកខ្លាំងទាំង10ក៏ដូចជាបកធំទាំង10ដែលអាចរក្សាតុល្យភាពរបស់ធានណាបន្តរៀបរាប់ទៀតថាលោកម្ចាស់ស៊ីយ៉ាងនៃបកតៃចិនផ្លូវត្រឹមត្រូវបិសាចចំណាស់ហើហួននៃបកហើហួនផ្លូវបិសាចនិងល្វីវូយ៉ានៃបកហូយីសម្ព័ន្ធទាំង9ពួកគេនេះគឺជាអ្នកវឹកហាត់កម្រិតទី4ដំណាក់កាលចុងក្រោយនៅទ្វីបធានណាទាំងមូលត្រូវបានគេស្គាល់ថាគឺជាអ្នកខ្លាំងទាំង3ហើយក៏ជាអ្នកដឹកនាំពិតប្រាកដនៃបកនីមួយៗដែរលើអញ្ចឹងហានលីក៏បានគិតថាបកហឺហ៊ុនបិសាច
ចាស់ហឺហ៊ន់តែវាមិនមែនជាយន្តលូទេមែនគិតឲ្យព្រឹទ្ធាចារ្យធានគុណក៏បាននិយាយម្ដងថាបកសម្ព័ន្ធតាមឋានសួគ៌របស់យើងគឺត្រូវបានទទួលបន្ទុកទៅដោយឡុងហានហើយនឹងហ្វាំងពីងមកពីបកលូមីងអ្នកទាំងពីរនេះគឺជាអ្នកវឹកហាត់គូស្នេហ៍មានកម្រិតទី4ដំណាក់កាលកណ្ដាលក៏ប៉ុន្តែនៅពេលដែលអ្នកទាំងពីរបូករួមចូលគ្នាគឺមិនអន់ជាងអ្នកទាំង3នោះទេហើយព្រឹទ្ធាចារ្យនៅតែបន្តនិយាយទៀតថាក្រៅពីពួកគេគឺមានដូចជាច្រកទ្វារឋានសួគ៌នៃផ្លូវត្រឹមត្រូវនិងសាលហោរានបកបិសាចច្រកទ្វារវិញ្ញាណខ្មោចបកគ្រប់គ្រងវិញ្ញាណនិងបកដាវរ៉ាននៃសម្ព័ន្ធរបស់យើងនីហានចៃពួកគេទាំងអស់នេះគឺសុទ្ធតែជាកម្លាំងស្នូលនៃបករៀងៗខ្លួនបកនីមួយៗគឺមានអ្នកវឹកហាត់កម្រិតទី4គ្រប់គ្រងចំណែកឯសម្ព័ន្ធទាំង9គឺមានលក្ខណៈពិសេសបន្តិចដោយសារតែប្រមាណឆ្នាំចុងក្រោយនេះគឺពួកគេបានប្រមូលបកតូចនិងបកមធ្យមជាច្រើនបន្ទាប់ពីស្ដាប់ការណែនាំហានលីក៏បានចាប់អារម្មណ៍ជាមួយនឹងបកមួយផងដែរដែលមានឈ្មោះថាបកវិញ្ញាណខ្មោចហើយហានលីក៏បាននិយាយផងដែរថាមើលទៅដូចជាមានរឿងដែលត្រូវដោះស្រាយហើយព្រឹទ្ធាចារ្យលូឡននៅតែបន្តរៀបរាប់អញ្ចឹងថាក្រៅពីបកធំៗដែលបានលាក់ខ្លួនទៅនេះក៏មានអ្នកវឹកហាត់ឯកោដ៏ល្បីល្បាញមួយចំនួនផងដែរដូច្នេះអ្វីដែលល្អបំផុតកុំទៅបកកចំនួនជាមួយនឹងពួកគេអីដូចជាបិសាចចាស់ធានហេនអញ្ចឹងចរិតរបស់គាត់ហ្នឹងគឺដូចជាមិនល្អនោះទេពីព្រោះថាបញ្ហាតូចមួយក៏អាចបង្កទៅជាបញ្ហាធំឈានដល់ការចាក់សម្លាប់ផងដែរតែគាត់ក៏បានប្រាប់ទៅកាន់ហានលីថាឲ្យហានលីគឺមិនបាច់ភ័យនោះទេដោយសារតែហានលីគឺអាចបំបីចូលដល់កម្រិតទី4ទាំងវ័យក្មេងអញ្ចឹងប្រកបជាអាចល្បីល្បាញនៅថ្ងៃខាងមុខចាក់ជាមិនខានឡើយនៅពេលនោះគ្រប់គ្នាប្រកបជាមានការប្រុងប្រយ័ត្នទៅលើហានលីដូច្នេះប្រកបជាមិនហ៊ានបង្កចំនួនដ៏ងាយនោះទេបន្ទាប់ពីស្ដាប់ការណែនាំយ៉ាងច្រើនហានលីក៏បាននិយាយផងដែរថាត្រឹមត្រូវហើយវិធីសាស្ត្ររបស់បកគឺពិតជាខំអំពីអ្នកវឹកហាត់តែម្នាក់ឯងដូច្នេះខ្លួនគេហានលីនឹងត្រូវមានរឿងពិភាក្សាជាមួយអ្នកទាំងពីរឲ្យបានញឹកញាប់ហើយអ្នកទាំងពីរលឺអញ្ចឹងក៏មិនបានប្រកាន់អីដែរបានឆ្លើយតទៅវិញថាអាយ៉ាបងអូនហានណាពួកយើងគឺជាគ្រួសារតែមួយនោះទេដូច្នេះគឺមិនបាច់គួរសមអញ្ចឹងនោះឡើយមុនបញ្ចប់សាច់រឿងព្រឹទ្ធាចារ្យលូឡក៏បាននិយាយផងដែរថាមុននឹងទៅនៅទីក្រុងធានជីបកផ្សេងទៀតប្រកាសជាមកជុំគ្នាដូច្នេះហានលីប្រកាសជាអាចមើលឃើញដោយផ្ទាល់ភ្នែកបន្តនិយាយទៀតថាកម្មវិធីសន្និសីទផ្លាស់ប្ដូរគឺចាប់ផ្ដើមហើយនៅខ្វះពេលវេលាប្រហែលជា 2-3 ឆ្នាំទៀតតែប៉ុណ្ណោះសួរទៅកាន់ហានលីតែមានកម្រងទៅធ្វើអីដែរអត់ហើយហានលីរបស់យើងក៏មិនបានលះនោះដែរបានឆ្លើយតទៅវិញថាខ្លួនរបស់គេគឺតែបំបីកម្រិតនោះទេដូច្នេះគឺមានគោលបំណងក្នុងការដើរជុំវិញទីកន្លែងនេះហើយបំពេញសន្យាមួយចំនួនជាមួយនឹងអ្នកដទៃលើតែហានលីចង់ធ្វើដំណើរជុំវិញទីកន្លែងនេះអញ្ចឹងព្រឹទ្ធាចារ្យក៏មិនខកនោះដែរបានប្រាប់ទៅកាន់ហានលីថាបើសិនជាហានលីធ្វើដំណើរហើយជួបបញ្ហាអីកុំភ្លេចតែមានពួកគាត់ទាំងពីរនៅពីក្រោយខ្នងហើយមុននឹងសាច់រឿងរបស់យើងត្រូវបានបញ្ចប់ជាស្ថាពរយើងឃើញថាហានលីក៏បានចាប់អារម្មណ៍នឹងគ្រូសាមួយផងដែរដែលនោះគឺជាគ្រូសាហ្វូ